ចាប់ផ្ដើមចេញឡានព្រឹកឬក៏ឡានយើងຕົកយូរកលឹះសំខាន់មួយគឺបងប្អូនអត់គួរបច្ឆេះភ្លាមហើយយើងគួរតែចេញឡានភ្លាមទេអញ្ចឹងទី1គឺដោយសារឡាននេះຕົកមួយអាទិត្យហើយគឺយើងចាប់ផ្ដើម press smart key វាចោលបន្ទាប់មកបងប្អូននឹងឃើញហើយនៅកន្លែងនេះយើងមានលក់បន្តោងសោគៀមុននឹងស្អាតអាចធ្វើការបញ្ជាទិញឥឡូវនេះបានសូមអរគុណគឺវាលោតឡើងដល់លេខ2បាទមានន័យថាកុងទ័ររបស់វាគឺលោតមានន័យថានេះកុងទ័រម៉ាស៊ីនរបស់វាគឺឡើងដល់លេខ2បន្ទាប់មកវាចាប់ផ្ដើមធ្លាក់មួយកន្លះអញ្ចឹងកន្លែងហ្នឹងក៏យើងអត់ទាន់ចេញឡានភ្លាមដែរដោយសារតែនៅពេលដែលជាស្តង់ដារបស់កុងទ័រម៉ាស៊ីនឡានរបស់យើងហ្នឹងគឺវាលោតត្រឹម1ឬក៏ក្រោម1បន្តិចអញ្ចឹងនៅពេលដែលវាអត់ទាន់ធ្លាក់ម្ដង1ឬក៏វានៅលើ1អញ្ចឹងគឺបងប្អូនគួរតែទុកឡានរបស់យើងឲ្យវាឆេះសិនដោយសារអីឡានរបស់យើងគឺម៉ាស៊ីនអត់ទាន់រត់ស្រួលទេគឺវានៅត្រូវការបច្ឆេះដើម្បីឲ្យប្រេងម៉ាស៊ីនរបស់វាហ្នឹងគឺចូលសពគ្រប់កន្លែងទាំងអស់បាទអញ្ចឹងនៅពេលដែលវាចាប់ផ្ដើមចូលមួយភ្លាមក៏យើងមិនទាន់ដាក់ភ្លាមដែរខ្ញុំគិតថាបងប្អូនគួរតែបច្ឆេះទុកចោលយ៉ាងតិចក៏1នាទីឬក៏1នាទីកន្លះអញ្ចឹងណាបាទដើម្បីឲ្យម៉ាស៊ីនរបស់វាគឺវាមានកម្ដៅហើយនឹងរត់សពបានល្អជាមួយប្រេងម៉ាស៊ីនអញ្ចឹងកន្លែងនេះគឺជាអ្វីដែលខ្ញុំចែករំលែកបងប្អូនមួយទៀតអរគុណច្រើន